សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំលើកយករោគសញ្ញានៃម៉ាហ៊ីពោះវៀនធំទីមួយរោគសញ្ញាវាគឺការស្រក់ទម្ងន់ដោយអញឯងគឺយើងអត់ខំប្រឹងសម្រាប់ទម្ងន់ទេប៉ុន្តែគាត់ស្រក់ទម្ងន់អញឯងហើយអ្នកខ្លះក៏មិនផ្លាស់ប្ដូររបបអាហារឬក៏ការហាត់ប្រាណទេអញ្ចឹងតែមានសញ្ញាតែធ្វើឲ្យស្រក់ទម្ងន់ជាកំហុកណាវាស្រក់លឿនណាហ្នឹងហើយមួយទៀតការផ្លាស់ប្ដូររូបរាងលាមកអាចនឹងរាកពេលខ្លះអាចរឹងឬក៏អាចនឹងទល់ជាប់រហូតណាគេហៅស្ទល់លាមករហូតអញ្ចឹងទីទល់ទីតសល់អាហ្នឹងបានយើងឲ្យចេញបានបတ်ជើងចេញហើយមួយទៀតយើងត្រូវកត់សម្គាល់ទៅលើឈាមនៅក្នុងលាមកអាចនឹងពណ៌ក្រហមភ្លឺឬក៏កម្ៅបើពណ៌ក្រហមភ្លឺវាស្តៀងនឹងយើងអាចនឹងច្រឡំជាមួយនឹងគ្រឿងដុំបានប៉ុន្តែនេះក៏អាចជាចំហែកដែរហើយមួយទៀតតើទៅមួយអស់កម្លាំងឬក៏ខ្សោយឬអស់កម្លាំងហើយខ្សោយល្វើយហ្នឹងផ្សារជាប់ជាមួយនឹងការស្លេកឆ្លាំងពេលណាដែលគាត់អស់កម្លាំងល្វើយហ្នឹងគឺខ្សោយខ្លាំងណាស់មានការនិយាយការហូរឈាមអីច្រើនទៅអាចធ្វើឲ្យខ្សោយអស់កម្លាំងអញ្ចឹងហើយស្លេកខ្លាំងហើយមួយទៀតការស្លេកឆ្លាំងហ្នឹងដោយសារខ្វះខោឈាមក្រហមឬក៏ជាដែកជាពិសេសចំពោះអ្នកជំងឺអាយុលើសពី40ឆ្នាំទៅគឺភាគច្រើនគឺគាត់តែងតែស្លេកឆ្លាំងខ្វះខោឈាមក្រហមហើយយើងក៏សម្គាល់ថាអ្នកខ្លះក៏អាចនឹងហើមពោះឈឺពោះឬក៏ឈឺរមួលចុកនៅរហូតនៅក្នុងពោះហ្នឹងហើយមួយទៀតទៅគឺឲ្យគាត់មានអារម្មណ៍ជុះមិនអស់ពេលណាគាត់ទៅបាត់ជើងធំទៅគាត់ជុះមានអារម្មណ៍ថាជុះអស់ជុះបានតិចនេះមកពីគាត់អាចនឹងមានដុំហាហិចនៅជាប់នឹងពោះវៀននៅចុងពោះវៀនធំរបស់គាត់ហ្នឹងធ្វើឲ្យវាស្ទះណាធ្វើឲ្យស្ទះចឹងដែរអញ្ចឹងរាល់ដែលបងប្អូនមានសញ្ញាដូចខ្ញុំរាប់ទៀតខាងលើហ្នឹងមានបញ្ហាអីមួយឬក៏ក្នុងចំណោមរោគសញ្ញាដែលខ្ញុំរាប់ទៀតហ្នឹងនៅលើបងប្អូនសូមប្រញាប់ទៅជួបនឹងវិទ្យាបណ្ឌិតដើម្បីពិនិត្យមើលនិងធ្វើរោងឆេរបានត្រឹមត្រូវហើយនឹងអាចព្យាបាលបានទាន់ពេលវេលាសូមអរគុណ